គឺអាមេរិកអាចផ្ដន់ទាទោសឬក៏ចោទប្រកាន់ឬក៏អីជនបរទេសរួមទាំងជនជាតិខ្មែរយើងបានដែរដោយសារតែយើងធ្វើបទល្មើសប៉ះពាល់ដល់ជនរងគ្រោះដែលជាជនជាតិអាមេរិកនៅលើទឹកដីអាមេរិកហ្នឹងណាហើយអាការប្រព្រឹត្តរបស់យើងគឺធ្វើតាមអនឡាញហ្នឹងហើយដែលធ្វើឲ្យមានការប៉ះពាល់ដល់ប្រយោជន៍របស់អាមេរិកចឹងច្បាប់គេអាចធ្វើបានហើយបើច្បាប់មួយទៀតក្រៅតែពី scam ការឆបោកអនឡាញអាមេរិកមានច្បាប់មួយគេហៅថា Magnitsky Act បានន័យថាច្បាប់ដាក់ទណ្ឌកម្មបុគ្គលក្នុងការរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយដែលអាមេរិកអាចចេញច្បាប់ហ្នឹងដើម្បីដាក់ទណ្ឌកម្មបុគ្គលនោះទោះជានៅក្រៅសហរដ្ឋអាមេរិកក៏ដោយដូច្នេះអាមេរិកមានច្បាប់ទូលំទូលាយណាស់រត់មិនរួចទេតែអាមេរិកចង់ធ្វើហើយអាមេរិកបានពមៀនទៅកម្ពុជាហើយកុំថាណឯងសាក់ធំប៉ុណ្ណាគឺអាការដែលឆបបោកអនឡាញនេះអាមេរិកនៅតាមយកឲ្យតតែបានដើម្បីដោះស្រាយបញ្ហាកុំឲ្យអាមេរិកឈឺចាប់មិនមែនដើម្បីឲ្យជាតិខ្មែរយើងសុខទេឲ្យប្រជាពលរដ្ឋខ្មែររួចពីការឆបោកគឺកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអាមេរិកនេះគឺជាសាររបស់អាមេរិកយ៉ាងច្បាស់លាស់បាទហើយអានេះហើយដែលធ្វើឲ្យយើងគិតថាអាមេរិកមានឥទ្ធិពលដ៏ធំតាក់ទងនៅក្នុងការដែលអាចដោះស្រាយបញ្ហានេះបានក្នុងដែនអធិបតេយ្យរបស់រដ្ឋបរទេសគឺអាមេរិកដាក់សម្ពាធឲ្យរដ្ឋាភិបាលនោះសហការអាចចាប់បញ្ជូនឬក៏ត្រូវតែដោះស្រាយបញ្ហាហ្នឹងតាមការគួរអញ្ចឹងដូច្នេះអត់រួចខ្លួនទេប៉ុន្តែសម្រាប់អាមេរិកគឺដាក់ទណ្ឌកម្មដូចជាបង្កកទ្រព្យសម្បត្តិហើយការបង្កកទ្រព្យសម្បត្តិរបស់អាមេរិកនេះគឺមានឥទ្ធិពលខ្លាំងណាស់ដោយសារអីក្រុមហ៊ុនអាមេរិកទាំងអស់ឲ្យតែអ្នកដែលមានសញ្ជាតិអាមេរិកហើយជាក្រុមហ៊ុនអាមេរិកណាតើអាមេរិកដាក់ទណ្ឌកម្មបុគ្គលណាដូចលីយ៉ុងផាត់ដូចលោកកុកអានឬក៏លោកហ៊ុនតូឬក៏អ្នកណាក៏ដោយហ្នឹងណាគឺឲ្យតែអ្នកណាម្នាក់ក្រុមហ៊ុនអាមេរិកដែលមានភាគហ៊ុនលើសតែពី 50% ឡើងទៅក្នុងក្រុមហ៊ុនហ្នឹងឬក៏ត្រូវរកស៊ីជាមួយក្រុមហ៊ុនហ្នឹងគឺត្រូវដាច់តំណែងឲ្យអស់ចាប់ពីពេលហ្នឹងទៅបើមិនដូច្នេះទេក្រុមហ៊ុនទាំងអស់ហ្នឹងក៏មានទោសដែរព្រោះសុំកលុំគ្នាចូលដៃសហការជាមួយជនសង្ស័យឬក៏ទុច្ចរិតដែលរងការចោទប្រកាន់ពីសហរដ្ឋអាមេរិកបើទោះបីជាអត់មានតុលាការណាទាន់កាត់ក្តីអីក៏ដោយនៅពេលដែលរដ្ឋាភិបាលជាតិអាមេរិកនេះរកឃើញថាអ្នកណាមានបញ្ហាអីហើយគឺភ័ស្តុតាងហ្នឹងគឺពេញក្នុងដៃតែម្ដងអត់ចេះខុសទេអាមេរិកចោទអត់តែខុសទេយើងទេដែលចោទអាមេរិកខុសដូចលោកកុកអានអីថាគាត់ជាមនុស្សស្អាតស្អំខំប្រឹងមកលៀងមើលអាមេរិកចោទលោកចិនស៊ីបង្កក់ប្រាក់$15,000 លានអត់មានខុសទេឥឡូវខ្មែរអត់មានជំរឿសអីក្រៅពីចាប់ចិនស៊ីដកសញ្ជាតិខ្មែរបញ្ជូនទៅឲ្យចិនឯណានោះវិញរួចខ្លួនហើយមិនបញ្ជូនមកអាមេរិកព្រោះអាងថាជាតិចិនប៉ុន្តែចិនហ្នឹងក៏អត់រួចខ្លួនដែរត្រូវតែកាត់ទោសលោកចិនស៊ីព្រោះអាមេរិកបានចោទប្រកាន់ហើយដូចគ្នាអ្នកដែលពាក់ព័ន្ធនៅក្នុងហ្នឹងទាំងអស់គឺអត់រួចខ្លួនទេយើងរួចខ្លួននៅក្នុងការដែលយើងនៅស្រុកខ្មែរហើយស្អុយឈ្មោះអញ្ចឹងទៅប៉ុន្តែការមិនចាត់ការនេះគឺអាមេរិកនឹងមានភាពល្អក់កកជាមួយអាមេរិកមិនអាចផ្សារភ្ជាប់ទំនាក់ទំនងល្អដល់រាបណាកម្ពុជាមិនចាត់ការមនុស្សដែលស្ថិតនៅក្នុងបញ្ជីថ្កោលទោសឬដាក់ទណ្ឌកម្មរបស់អាមេរិកហើយអាមេរិកដាក់ទោសច្រើនណាស់ទាំងលោកហ៊ីងប៊ុនហៀងទាំងដំសនីនៅដែនសមុទ្ររៀមនោះចៅភិរុនឬស្អីណានោះខ្ញុំអានឈ្មោះមិនអស់ទេច្រើនពេកលោកគុណគឹមហើយមាននៅក្នុងបញ្ជីខ្មៅក្រោយមកមានត្រីភិបមានអង្គញាលីយ៉ុងផាត់អង្គញាកុកអានអីហ្នឹងលាក់ហ្នឹងគឺថានៅក្នុងហ្នឹងទាំងអស់ហើយយើងគិតថារួចខ្លួនមែនយើងជុងហើយនឹងកុកទេបងប្អូនអាហ្នឹងហើយបន្តែយើងវាពិបាកអញ្ចឹងតែយើងនៅសពថ្ងៃដែលមានការគ្រប់គ្រងអំណាចផ្ដាច់ការអីចិត្តតែនៅអោបកសោបអ្នកដែលរងទុកគឺប្រជាប្រដ្ឋ18លាននាក់ហើយនឹងមុខមាត់ប្រទេសកម្ពុជាឲ្យគេហៅឌីលយើងថាជា Scambodia បានណាហើយគេឌីលយើងហ្នឹងកុំខឹងគេឌីលតែយើងត្រូវខឹងខ្លួនឯងវិញហេតុអីបានអនុញ្ញាតឲ្យឈ្មោះយើងខូចហើយយើងអត់ចាត់ការយើងឃើញធ្វើ250កន្លែងបង្ក្រាបរាល់ថ្ងៃប៉ុន្តែយកតែត្រីកភ្លៀងហើយត្រីកញ្ចោះទេអាត្រីធំហ្នឹងគឺទៅអត់បានទេអញ្ចឹងសហគមន៍អន្តរជាតិគេអត់ល្ងងទេគេចាំមើលយើងតែយើងចាប់បានត្រីធំបានអត់ហើយបើយើងអត់ទេនៅហូបតែត្រីក្អុកត្រីក្អាត់ហ្នឹងទៅរីអាចងាប់ហើយសុំទោសរីរុះងាប់ហើយឥឡូវនេះគឺចុងក្រោយតាក់ទងនឹងអាមេរិកចាយលុយអស់ប្រហែល55សំទោស$25,000 លាន$25,000 លាននេះបើនិយាយឲ្យត្រូវជាភាសាខ្មែរគឺយើងត្រូវអានថា25,000គឺ$25,000 លានបាទមិនមែន$20,000គឺហើយក៏មិនមែន$20,000គឺ$25,000 លានបាទក្នុងមួយថ្ងៃអាមេរិកចំណាយលុយប្រមាណជិត$1,000 លានសម្រាប់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដើម្បីអីទិញតែគ្រាប់កន្ទុះនិងគ្រាប់រំសេវហ្នឹង
គ្រាប់បែកដែលទម្លាក់ស្រោចលើ1300ទីតាំងនៅអ៊ីរ៉ង់ហ្នឹងគឺជាលុយដែលអាមេរិកចំណាយរាល់ថ្ងៃដើម្បីធ្វើសង្គ្រាមនៅអ៊ីរ៉ង់ដូច្នេះនេះគឺជាមន្ត្រីប៉ង់តាហ្គោនទេនៅមន្ទីរបញ្ចកោណដែលជាមន្ទីរកណ្ដាលគ្រប់គ្រងយោធាហ្នឹងគឺគេបានរាយការណ៍មកថានេះគឺជាលើកដំបូងហើយដែលគេបញ្ចេញរបាយការណ៍ទាក់ទងនឹងការចំណាយ$25,000 លានបងប្អូន$25,000 លាននេះគឺស្មើនឹងថវិកាជាតិកម្ពុជា2ឆ្នាំកន្លះអាមេរិកចាយត្រឹមតែមួយខែជាងនៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ស្មើនឹងថវិកាជាតិខ្មែរយើងដើម្បីផ្គត់ផ្គង់គ្រប់ទូទាំងប្រទេស2ឆ្នាំកន្លះដែលអត់ចាំបាច់រកលុយអីមួយរៀលទេមកអង្គុយតែយកលុយហ្នឹងទៅចាយបើកប្រាក់ខែបើកអីហេដ្ឋារចនាសម្ព័ន្ធអីហ្នឹងគឺបាន2ឆ្នាំកន្លះលុយច្រើនសន្ធឹកសន្ធាប់ណាស់ប៉ុន្តែសម្រាប់អាមេរិកវិញ$25,000 លាននេះគ្រាន់តែជាទឹកមួយដំណក់នៅក្នុងមហាសាគរទេព្រោះអីអាមេរិកចាយនៅក្នុងមួយឆ្នាំ6ទៅ7 trillion បាទមិនមែនពាន់លានមិនមែនម៉ឺនលានទេគឺ trillion ដុល្លារថវិកាជាតិអាមេរិកហ្នឹងគឺស្មើនឹងថវិកាជាតិខ្មែរហ្នឹងរាប់រយឆ្នាំមកនៅក្នុងមួយឆ្នាំណាតកតងនឹងរឿងអាមេរិកចោតប្រកាន់ចាប់ជនបរទេសពីរឿងឆបោកអនឡាញដោយរឿងលោកកកអានរឿងអីលុតរឿង Gen Z ហ្នឹងអាមេរិកប្រើច្បាប់អីមានសិទ្ធិចឹងដែរអាមេរិកវាតតែជនជាតិអាមេរិកបានជាគេកាត់ទោសប្រើច្បាប់អាមេរិកបានហើយហេតុអីបានជាអាមេរិកទី1ហ៊ានដាក់ទណ្ឌកម្មទី2ហ៊ានចោតប្រកាន់ឬក៏អាចកាត់ទោសផងតើអាមេរិកប្រើច្បាប់អីឲ្យប្រកាសបងប្អូនខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីបញ្យល់រឿងនេះឲ្យលម្អិតទេគ្រាន់តែជម្រាបអញ្ចេះអាមេរិកនេះគឺជាជាតិសាសន៍ពិសេសរដ្ឋធម្មនុញ្ញអាមេរិកចែងយ៉ាងទូលំទូលាយថារដ្ឋាភិបាលសហព័ន្ធរបស់អាមេរិកនេះណាមានដែនយុត្តាធិការលើសពីព្រំដែននៃសហរដ្ឋអាមេរិកទៅទៀតបានន័យថាម៉េចធម្មតាដែនយុត្តាធិការឬក៏គេហៅដែនសមត្ថកិច្ចនៅក្នុងការកាត់ក្តីអីមួយហ្នឹងគឺយើងធ្វើបានតែក្នុងរង្វង់ដែនអធិបតេយ្យរបស់ជាតិមួយតែផុតហ្នឹងគឺត្រូវឲ្យរដ្ឋបរទេសជាអ្នកដោះស្រាយក៏ប៉ុន្តែច្បាប់រដ្ឋធម្មនុញ្ញអាមេរិកមានភាពទូលំទូលាយក្នុងការអនុញ្ញាតឲ្យតែអ្នកណាធ្វើប៉ះពាល់ប្រយោជន៍អាមេរិកមិនចំពោះអ្នកឯងជាសាសនាទេនៅកាហេងមេឃណាក៏ដោយដែនសមុទ្រដែនអាកាសណាក៏ដោយឲ្យតែអ្នកឯងប៉ះពាល់ដល់ផលប្រយោជន៍របស់ជនជាតិអាមេរិកគឺអ្នកឯងត្រូវតែទទួលរងការកាត់ទោសហើយរួមទាំងអំពើឆបោកអនឡាញរួមទាំងអំពើរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យច្បាប់មួយរបស់អាមេរិកដែលមានគេហៅថាយុត្តាធិការហួសដែនកំណត់នៃដែនកំណត់អធិបតេយ្យរបស់ជាតិគឺគេមានច្បាប់ព្រហ្មទណ្ឌរបស់អាមេរិកហ្នឹងកំណត់អញ្ចឹងបានន័យថាឲ្យអាមេរិកចោទប្រកាន់ឬក៏ដាក់ទណ្ឌកម្មបុគ្គលដែលជាបរទេសដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិកគឺជាសិទ្ធិស្របច្បាប់របស់រដ្ឋាភិបាលអាមេរិកក្នុងការផ្ដន់ទាទោសក្នុងការចោទប្រកាន់ក្នុងការយកមកផ្ដន់ទាទោសប៉ុន្តែតើអាមេរិកអាចកាត់ទោសជននោះនៅរដ្ឋបរទេសបានដែរឬទេនេះជាសំណួរមួយផ្សេងតាមពិតជាទូទៅច្បាប់រដ្ឋធម្មនុញ្ញអាមេរិកក៏អនុញ្ញាតឲ្យធ្វើដូច្នេះដែរគ្រាន់តែថាការអនុវត្តកន្លងមកអត់ដែលធ្វើទៅកើតទេព្រោះអីនីតិវិធីរដ្ឋធម្មនុញ្ញនៅក្នុងនីតិវិធីតុលាការវាមានភាពស្មុគស្មាញពេកព្រោះបើយើងធ្វើប៉ះអានីតិវិធីសម្ភាសសាកសីសួរចម្លើយឬធ្វើសវនាការហ្នឹងតើមានការឆក់ល្វែងគឺជនប្រព្រឹត្តរួចខ្លួនដែរដូច្នេះអាមេរិកអត់ដែលបន្ថយរឿងហ្នឹងទេយើងអាចទៅបើកសវនាការនៅក្រៅប្រទេសដើម្បីកាត់ក្តីនរណាម្នាក់ឯងគឺមានតែធ្វើបច្ចាប័នហ្នឹងគឺបានន័យថាការផ្ទេរអ្នកទោសទៅវិញទៅមករវាងកិច្ចព្រមព្រៀងរវាងប្រទេសនិងប្រទេសអញ្ចឹងបច្ចាប័ននេះគឺកម្ពុជានិងអាមេរិកអត់មានបច្ចាប័នផ្ទេរអ្នកទោសហ្នឹងទេយើងប្រើកិច្ចព្រមព្រៀងមួយទៅវិញគឺគេហៅកិច្ចព្រមព្រៀងដូចបញ្ជូនជនអន្តោប្រវេសន៍ខ្មែរដែលមកប្រព្រឹត្តជាប់គុកនៅអាមេរិកចឹងហើយបញ្ជូនទៅកម្ពុជាហ្នឹងឬក៏អាមេរិកស្នើសុំឲ្យកម្ពុជាបញ្ជូនជនជាតិអាមេរិកមកឲ្យអាមេរិកដោះស្រាយវិញអានេះគឺជាការយោគយល់គ្នា MOU ទេមិនមែនជាកិច្ចព្រមព្រៀងឬក៏ថាសន្ធិសញ្ញាអីនោះទេព្រោះយើងអត់មានបច្ចាប័នជាមួយអាមេរិកទេអាមេរិកមានបច្ចាប័នជាមួយប្រទេសច្រើនណាស់តែអត់មានជាមួយកម្ពុជាទេហើយអាមេរិកក៏អត់មានចង់បញ្ជូនជនជាតិអាមេរិកទៅក្រៅដែរដើម្បីឲ្យគេកាត់ទោសអញ្ចឹងហើយបានអាមេរិកជ្រើសរើសមិនខ្លាយទៅជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិទេព្រោះការដែលមិនខ្លាយទៅជាសមាជិក
តុលាការព្រំប្រទានអន្តរជាតិ ICC នេះដោយអាមេរិកគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួនហើយជឿជាក់លើប្រព័ន្ធតុលាការរបស់ខ្លួនដែលមិនអនុញ្ញាតឲ្យជនជាតិអាមេរិកណាមួយត្រូវបានកាត់ទោសដោយតុលាការអន្តរជាតិនេះនៅក្រៅដែនអធិបតេយ្យរបស់អាមេរិកទេអាមេរិកចង់ចាត់ការរឿងនេះខ្លួនឯងអញ្ចឹងជាហេតុផលមួយដែលអាមេរិកអត់បញ្ជូនមនុស្សជនជាតិអាមេរិកទៅក្រៅប្រទេសឲ្យតុលាការប្រទេសណាកាត់ទោសទេសុកចិត្តយកមកកាត់ទោសខ្លួនឯងដាក់គុកខ្លួនឯងអញ្ចឹងសរុបសេចក្តីមកវិញពីថ្ងៃត្រង់កន្លងទៅនេះខ្ញុំបានផ្សព្វផ្សាយឲ្យតាក់ទងនឹងតុលាការសាលាធរដែលបានសម្រេចផ្តន្ទាទោសលោកកឹមសុខាឬក៏តម្កល់សាលក្រមរបស់សាលាដំបងក្នុងការដែលផ្តន្ទាទោសលោកកឹមសុខាឲ្យបន្តជាប់ការឃុំខ្លួនក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ27ឆ្នាំដដែលដកហូតសិទ្ធិសេរីភាពនយោបាយទាំងអស់ដកហូតសិទ្ធិសេរីភាពក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោតដកហូតសិទ្ធិសេរីភាពផ្សេងទៀតក្នុងការជួបប្រជុំមិត្តភ័ក្តិបងប្អូនសាច់ញាតិមិត្តភ័ក្តិឬក៏អ្នកដទៃទាំងបរទេសទាំងខ្មែរលើកលែងតែក្រុមគ្រួសារនិងហាមចេញពីផ្ទះអីចឹងឥឡូវថែម5ឆ្នាំទៀតគឺមិនអោយចាក់ចេញពីប្រទេសកម្ពុជាទៅរដ្ឋបរទេសណាមួយឡើយហើយក្រោយពីការដែលប្រកាសសាលដីការបស់សាលាធរនេះភ្លាមគឺមានប្រតិកម្មជំទឹះពីប្រទេសលោកសេរីបាទគឺកាលពីថ្ងៃមិញខ្ញុំក៏បានជម្រាបជូនបងប្អូនរួចអស់ហើយតាក់ទងនឹងសារពីអូស្ត្រាលីពីអាល្លឺម៉ង់ពីប្រទេសសហភាពអឺរ៉ុបឥឡូវនេះគឺមានសារដាច់ដោយឡែកផ្សេងទៀតដែលខ្ញុំនឹងអានជូនហើយដែលជាការខកចិត្តដដែលទេគ្រាន់តែថាប្រទេសសេរីបន្ថែមទៀតដែលបង្ហាញការខកចិត្តនេះគឺឥឡូវនេះគឺឃើញសារចេញមកពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ស្ថានទូតអង់គ្លេសថាខកចិត្តចំពោះលទ្ធផលនៃសវនាការលើបណ្ដឹងបណ្ដឹងឧទ្ធរណ៍នេះហើយអ្វីដែលស្ថានទូតអង់គ្លេសខកចិត្តនោះគឺស្ថានទូតនេះចង់ឃើញលោកកឹមសុខាត្រូវគេដោះលែងឲ្យមានសេរីភាពធ្វើនយោបាយនិងស្ដារស្ថានភាពសេរីភាពនយោបាយឡើងវិញហើយស្ថានទូតនេះក៏ជឿជាក់ថារឿងនេះនឹងជួយពង្រឹងប្រជាធិបតេយ្យនៅកម្ពុជានិយាយទៅសាររបស់ស្ថានទូតបរទេសដែលជាលោកសេរីហើយជាដៃគូពាណិជ្ជកម្មដៃគូជំនួយរបស់កម្ពុជាហ្នឹងគឺគេនិយាយទៅចង់ឲ្យលោកកឹមសុខានៅថាបានរួចខ្លួនគ្រប់គ្នាហើយគេទៅតាមមើលសឹងតែរាល់ពេលនិយាយទៅសំបីសវនាការហ្នឹងក៏គេទៅមិនលួសថ្ងៃដែរដើម្បីបង្ហាញអំពីការគ្រប់គ្រងមិនមែនគ្រប់គ្រងអក្រិតជនឬក៏តន់ដិតឬក៏ជនទុច្ចរិតឯណាទេទូតអាមេរិកទូតអង់គ្លេសទូតកាណាដាទូតអូស្ត្រាលីនិងសហភាពអឺរ៉ុបទាំងអស់នេះគឺសុទ្ធតែជាមនុស្សដែលស្គាល់ខុសស្គាល់ត្រូវដែលដឹងប្រជាធិបតេយ្យហើយគេជាលោកសេរីទៀតយើងគួរដឹងថានៅពេលដែលទូតមួយបើកនៅប្រទេសកម្ពុជានៅក្នុងដែនអធិបតេយ្យកម្ពុជាតាមពិតណារឿងលោកកឹមសុខានេះអត់ត្រូវមានស្ថានទូតណាមួយហ៊ាននិយាយតាក់ទងនឹងការសម្រេចរបស់តុលាការកម្ពុជាទេព្រោះវាជាការរំលោភដែនអធិបតេយ្យកម្ពុជាយ៉ាងដំណំហើយស្ថានទូតណាមួយក៏ដោយនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសដទៃគឺគ្រាន់តែទៅក្នុងនាមជាអគ្គកុងស៊ុលទេគឺបំពេញកិច្ចការងារទូទៅផ្នែករដ្ឋបាលរត់ឯកសារសហការជាមួយអាជ្ញាធរនៅក្នុងការដែលសម្រួលអន្តោប្រវេសន៍ឬក៏ភ្ញៀវទេសចរឬឯកសារបទដ្ឋានគតិយុត្តអីផ្សេងសម្រាប់សម្របសម្រួលជនជាតិនៃម្ចាស់ស្ថានទូតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសណានោះមិនមែនទៅដើម្បីនិយាយរឿងនយោបាយបានទេព្រោះច្បាប់ឬកិច្ចព្រមព្រៀងឬអនុសារណៈនៃការយោគយល់គ្នាគ្មានប្រទេសណាអនុញ្ញាតឲ្យស្ថានទូតបរទេសចូលទៅក្នុងដែនរដ្ឋអធិបតេយ្យមួយហើយបញ្ចេញមតិរិះគន់រដ្ឋអធិបតេយ្យនោះពីរឿងបញ្ហាផ្ទៃក្នុងនយោបាយរបស់ខ្លួនបានទេរឿងនេះគឺជាការរំលោភដែនអធិបតេយ្យរបស់ប្រទេសមួយហើយដូច្នេះនៅពេលដែលស្ថានទូតដូចជាអង់គ្លេសអូស្ត្រាលីកាណាដានិងចាក់ណែអាមេរិកអីឡាក់ហ្នឹងណាដែលបានចូលរួមនៅក្នុងដំណើរការក្តីលោកកឹមសុខាហើយជួយដាក់សម្ពាធដាក់អីរដ្ឋាភិបាលតាមពិតរឿងនេះគឺជារឿងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងដំណំហើយរដ្ឋាភិបាលកម្ពុជាមានសិទ្ធិ100%ក្នុងនាមជាម្ចាស់ផ្ទះក្នុងការទាត់ចោលឬក៏អាចថ្កោលទោសស្ថានទូតទាំងអស់នេះទៀតផងតាមពិតមកដល់ម៉ោងនេះរដ្ឋាភិបាលកម្ពុជាគួរតែចេញសេចក្តីថ្លែងការណ៍ទាត់ចោលរបាយការណ៍របស់ទូតទាំងអស់ដែលសម្ដែងការខកចិត្តចង់ឲ្យលោកកឹមសុខានៅក្រៅឃុំឬក៏លើកលែងការចោទប្រកាន់អីទាំងអស់ហ្នឹងអាទាំងអស់ហ្នឹងគឺរដ្ឋាភិបាលកម្ពុជាមានសិទ្ធិជាប្រទេសអធិបតេយ្យរដ្ឋឯករាជ្យ
គឺត្រូវការចេញសារហ្នឹងដើម្បីទាត់ចោលការលើកឡើងរបស់ស្ថានទូតហើយព្រមានស្ថានទូតហ្នឹងទៀតថាអ្នកឯងមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាមិនមែនមកធ្វើនយោបាយទេហើយក៏គ្មានសិទ្ធិធ្វើនយោបាយដែរនេះបើអ្វីដែលកម្ពុជាគិតថាខ្លួនឯងធ្វើត្រូវដែលកាត់ទោសលោកកឹមសុខាឲ្យថែមឆ្នាំទៀតនឹងធ្វើត្រូវក៏ប៉ុន្តែកម្ពុជាមិនអាចថ្លែងសារទៅទាត់ចោលអ្វីដែលជាសាររបស់ស្ថានទូតទាំងអស់នេះហេតុអីបានជាកម្ពុជាអាចធ្វើអញ្ចឹងទី1អ្វីដែលជាទង្វើរបស់ខ្លួនធ្វើគឺមិនមែនជាការធ្វើក្នុងដែនអធិបតេយ្យភាពឯករាជ្យម្ចាស់ការរបស់តុលាការជាតិកម្ពុជាទេគឺទី1យើងបង្ហាញសហគមន៍អន្តរជាតិថាកម្ពុជាអត់មានលំនឹងក្នុងរបៀបដឹកនាំរដ្ឋទេអត់មានលំនឹងនឹងបានន័យថាយើងអត់មានម្ចាស់ការខ្លួនឯងទេស្ថាប័នតុលាការខ្លួនឯងអត់មានឯករាជ្យអត់មានភាពម្ចាស់ការដែលធ្វើឲ្យប្រទេសសេរីគឺគេអាចរិះគន់តាក់ទងនឹងរឿងនយោបាយព្រោះគេអត់ទុកចិត្តយើងហើយក៏គេមានឥទ្ធិពលបើទោះបីជាគេជារដ្ឋនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាគេក៏មានឥទ្ធិពលនៅក្នុងការរិះគន់រដ្ឋាភិបាលឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដើម្បីអីដោយសារតែយើងទទួលជំនួយពីគេឥតចំណងច្រើនណាស់ហើយម្យ៉ាងទៀតប្រទេសទាំងអស់នេះប្រទេសច្រើនណាស់ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអូស្ត្រាលីក៏តែអញ្ចឹងកាណាដាក៏អញ្ចឹងអាមេរិកក៏អញ្ចឹងចូលរួមគ្នានៅក្នុងការមើលការខុសត្រូវដើម្បីឲ្យប្រទេសកម្ពុជាមានសេរីភាពមានការគោរពសិទ្ធិមនុស្សមានពហុបកតែយើងធ្វើបំផ្លាញគ្រប់បែបយ៉ាងដូច្នេះកម្ពុជាខ្លួនឯងហ្នឹងណាប្រព្រឹត្តកំហុសខ្លួនឯងទេបានជាអត់ហ៊ានចោទប្រកាន់ស្ថានទូតទាំងអស់នេះថាប្រព្រឹត្តខុសរំលោភដែនអធិបតេយ្យកម្ពុជាបើការពិតណាបងប្អូនបើសិនជាការពិតណាកម្ពុជាដូចខ្ញុំនិយាយចឹងមានសិទ្ធិ100%នៅក្នុងការថ្កោលទោសរដ្ឋាភិបាលអាមេរិករដ្ឋាភិបាលកាណាដារដ្ឋាភិបាលអូស្ត្រាលីរដ្ឋាភិបាលចក្រភពអង់គ្លេសអាល្លឺម៉ង់ប្រទេសឆែកឆេកូស្លូវ៉ាគីឬសាធារណរដ្ឋឆែកឬក៏ប្រទេសអាល្លឺម៉ង់ឡាក់នេះកាណាដាអីទាំងអស់នេះដែលហ៊ានចេញលិខិតសម្ដែងការខកចិត្តយ៉ាងខ្លាំងតាក់ទងនឹងការដែលតុលាការសម្រេចក្តីមិនដោះលែងលោកកឹមសុខានេះព្រោះរឿងនេះរឿងតុលាការខ្មែរតារឿងអាយុជីវិតរបស់តុលាការជាតិរឿងដែនអធិបតេយ្យរបស់កម្ពុជាហេតុអីបានជាប្រទេសទាំងអស់នេះហ៊ានលូកដៃចូលតែហេតុអីបានជាខ្មែរអត់ហ៊ានថ្កោលទោសគេដោយសារយើងធ្វើខុសដែរបើយើងធ្វើត្រូវគ្មានប្រទេសណាមកហ៊ានលូកដៃមកច្អល់ប្រាប់យើងថាគួរធ្វើអញ្ចេះធ្វើអញ្ចោះកំណត់ហេតុនៃការរំលោភសិទ្ធិមនុស្សរបស់យើងគឺអាក្រក់រាល់ឆ្នាំតែដូចចឹងយើងអត់មានលេសអីក្រៅតែពីបោកប្រាស់ប្រជាពលរដ្ឋខ្មែរតាយើងទៅបោកប្រាស់ប្រជាពលរដ្ឋខ្មែរធ្វើនយោបាយប្រជាពិធមួយថាតឡាការកម្ពុជាឯករាជ្យណាស់រដ្ឋាភិបាលក៏គ្មានសិទ្ធិអីទៅបង្គាប់បញ្ជាឲ្យតឡាការដោះលែងលោកកឹមសុខាឬក៏អ្នកទោសនយោបាយឬអ្នកទោសណាទេព្រោះអីជាដែនសមត្ថកិច្ចរបស់តុលាការដែលគេសម្រេចដោយខ្លួនគេរដ្ឋាភិបាលអត់មានប៉ះពាល់ព្រោះយើងថាយើងឯករាជ្យអានេះហើយដែលធ្វើឲ្យយើងបោះដងដាវទៅឲ្យប្រទេសសេរីក្នុងការរិះគន់យើងហើយនៅពេលដែលគេរិះគន់យើងគេខកចិត្តតើអ្នកណាអ្នកចំណេញអ្នកដែលខាត់បងច្រើនជាងគេគឺប្រជាពលរដ្ឋខ្មែរទាំងជិត18លាននាក់គឺជាតិខ្មែរទាំងអស់គឺខាត់បងឥឡូវអស់ពីសាររបស់ស្ថានទូតអង់គ្លេសអាហ្នឹងតែមិនចេញរសៀលនេះទេមុនយប់នេះអឺហើយកាណាដាក៏អញ្ចឹងដែរកាណាដាក៏គេចេញសារមកប្រាប់ថាគេក៏មិនពេញចិត្តអ្វីដែលជាចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានេះគឺជាសាររបស់តំណាងប្រទេសកាណាដានៅប្រទេសកម្ពុជាសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី30ខែមេសានេះបានប្រកាសសាលដីកាដោយរក្សាសាលក្រមរបស់សាលាដំបងលើសំណុំរឿងលោកកឹមសុខានិងមិនអោយលោកចាក់ចេញពីប្រទេស5ឆ្នាំលោកកឹមសុខាត្រូវបានសាលាដំបងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល27ឆ្នាំពីបទសន្តិទ្ធភាពជាមួយបរទេសដែលត្រូវឃុំខ្លួននៅក្នុងផ្ទះសំទោសសាររបស់ទូតកាណាដានៅខាងក្រោមនេះកាណាដាសូមសម្ដែងការសោកស្ដាយចំពោះសេចក្តីសម្រេចរបស់តុលាការសាលាធរដែលបានប្រកាសនៅថ្ងៃនេះដោយសម្រេចតម្កល់សាលដីកាផ្តន្ទាទោសរយៈពេល27ឆ្នាំទៅលើលោកកឹមសុខាឯអគ្គរដ្ឋទូតកាណាដា Christian Desroches បានចូលរួមជាមួយនឹងតំណាងស្ថានទូតពីបណ្ដាប្រទេសជាច្រើនដើម្បីសង្កេតលើសាលដីកានេះការគោរពទួនាទីចាំបាច់របស់គណៈបកប្រឆាំងនិងសង្គមស៊ីវិលនិងសារព័ត៌មានសេរីគឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់អភិបាលកិច្ចល្អតាមលទ្ធិប្រជាធិបតេយ្យនេះជាភាសាការទូតទេឲ្យគេរំលឹកយើងដូចក្មេងបៀមដៃចឹងបងប្អូន
គេមិនសប្បាយចិត្តគេរំលឹកយើងហ្នឹងណាប្រជាធិបតេយ្យសិទ្ធិមនុស្សហ្នឹងគឺដើម្បីការអភិវឌ្ឍដើម្បីអភិបាលកិច្ចល្អតើយើងធ្វើប្រមាណឆ្នាំទៀតដើម្បីឲ្យបរទេសដាស់តឿនក្រៅរំលឹកយើងខ្ញុំកំពុងតែឆ្ងល់យើងអត់ចេះខ្មាស់គេទេអញ្ចឹងយើងប្រទេសយើងដើរមកដល់របត់នេះ40ឆ្នាំជាងហើយប្រជាធិបតេយ្យយើងគួរតែបើនិយាយពីដើមស្វាយវិញសឹងចង់អាលុំដើមងាប់ដើមទៅដាំសារថ្មីបាត់ទៅហើយផ្លែមកហើយវាអត់វាទៅជារាំងរឹសក្រិនអត់មានអាចទៅបានផលអីសោះវាទៅជាអញ្ចឹងហើយឲ្យគេអប់រំណែនាំឥឡូវទូតកាណាដាទូតអង់គ្លេសម្សិលមិញមានអូស្ត្រាលីមានបារាំងមានចក្រភពនៅសហភាពអឺរ៉ុបមានស្អីហូរហែអត់ទាន់ឃើញតែសារពីទូតអាមេរិកទេហើយនឹងអង្គការសហប្រជាជាតិទេប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងអាមេរិកប្រហែលអាចរវល់ប៉ុនជាតិឬក៏ប៉ុនស្អីគេនេះមួយឧសភានេះគេបិទស្ថានទូតអីផងចាំអត់ទាន់ឃើញសារគាត់ប៉ុន្តែអាមេរិកធ្លាប់ថ្កោលទោសតាំងពីឆ្នាំ2023ម៉េះកាលសាលាដំបងថ្កោលទោសកាត់ទោសលោកកឹមសុខាអង្គការសហប្រជាជាតិអ្នករាយការណ៍ពិសេសក៏គេថ្កោលទោសឥឡូវសួរសំណួរទៅវិញថាតើការធ្វើដូច្នេះអ្នកណាចំណេញដាក់លោកកម្មសខានៅក្នុងពន្ធនាគារឬក៏ឃុំខ្លួនថែមប្រហែលឆ្នាំទៀតអ្នកណាចំណេញអ្នកណាខាតយើងកំពុងតែមានបញ្ហាជាមួយប្រទេសថៃយើងកំពុងតែត្រូវការធ្វើគេហៅថាអន្តរជាតិទប់ពាណិជ្ជកម្មនៃចំនួនព្រំដែនខ្មែរថៃសប្តាហ៍កម្ពុជាកំពុងតែធ្វើអន្តរជាតិនូពាណិជ្ជកម្មអន្តរជាតិទប់ពាណិជ្ជកម្មនៃចំនួនព្រំដែនខ្មែរថៃហេតុអីបានជាខ្ញុំនិយាយចឹងគឺអន្តរជាតិទប់ពាណិជ្ជកម្មហ្នឹងគឺការធ្វើឲ្យចំនួនព្រំដែនខ្មែរថៃនេះគឺក៏ក្រើកលើឆាកអន្តរជាតិឲ្យអន្តរជាតិជួយមើលអំពីចំណុចខុសរបស់ថៃអីអញ្ចឹងទៅណាថ្កោលទោសថ្លែងសារបដិសេធសរសេរសារទៅ UN សរសេរសារទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសរសេរសារប្រកាសថ្កោលទោសថៃជិតប្រហែល800លើកហើយក៏ចាប់ផ្ដើមនាំគណៈប្រតិភូអ្នកសង្កេតការអនុព័ន្ធយោធាអីទទួលដែនហ្នឹងគឺយើងចង់ឲ្យអន្តរជាតិដឹងឮរឿងយើងបំណងរបស់យើងគឺចង់ឲ្យអន្តរជាតិដឹងឮរឿងយើងក៏ប៉ុន្តែឥឡូវនេះយើងក្តិចត្រួយអន្តរជាតិឲ្យគេអស់សង្ឃឹមលើរឿងយើងនេះរឿងលើកលោកកម្មសខាដែលជាខ្មែរគ្នាឯងយើងអត់ទាំងអាចអនុគ្រោះសន្តោសប្រោះប្រណីគ្នាប៉ុណ្ណារួចតែយើងទៅដោះស្រាយជាមួយនឹងជាតិសាសន៍ដទៃយ៉ាងម៉េចទៅដូច្នេះរឿងនេះគឺជារឿងមួយដែលថាវាឈឺចាប់ចំពោះខ្មែរឈឺចាប់មែនតើព្រោះអីយើងចង់ឲ្យប្រទេសយើងមានគេដឹងឮគេជួយដោះស្រាយយើងតែក្នុងពេលជាមួយគ្នានឹងយើងរុះស្ពានជាមួយបរទេសយើងរុះស្ពានជាមួយ UK យើងរុះស្ពានជាមួយនឹងអូស្ត្រាលីយើងរុះស្ពានជាមួយសហគមន៍អឺរ៉ុបយើងរុះស្ពានជាមួយកាណាដាបារាំងប្រទេសទាំងអស់នេះគឺយើងរុះស្ពានចោលទាំងអស់ដែលមើលទៅគឺគួរឲ្យសោកស្ដាយមែនតើអឺបាទហើយការដែលគួរឲ្យសោកស្ដាយនេះគឺខ្ញុំដឹងថាយើងមានអីក្រៅពីសោកស្ដាយបើយើងនាំគ្នារើស្ពានអ្វីដែលគេចង់បានគឺការក្រាញអំណាចក្រុមគ្រួសារតកូលគេមិនខ្វល់នឹងប្រទេសជាតិទាំង18លានអ្នកកំពុងតែរងគ្រោះសពបែបយ៉ាងនោះទេដរាបណាឲ្យតែគេអាចគ្រប់គ្រងអំណាចតទៅទៀតបានគឺកំចាយខ្មែរគ្នាឯងឥឡូវខ្ញុំនិយាយអំពីបញ្ហាវិបត្តិនឹងបន្តិចអឺយើងតុលាការអន្តរជាតិអត់ព្រមប្តឹងទេយន្តការអន្តរជាតិដែលត្រឹមត្រូវអត់ព្រមធ្វើឲ្យយើងធ្វើនយោបាយការទូតរបៀបធ្វើរឿងហ្នឹងឲ្យពូនផ្ដុំទៅដើម្បីឲ្យថៃបាក់មុខកម្ពុជាចង់ធ្វើអារឿងស្អីបន្តិចយើងទៅរហអន្តរជាតិដូចថាថ្កោលទោសថៃជាឆាកអន្តរជាតិហ្នឹងគឺយើងចង់ឲ្យអន្តរជាតិមើលឃើញពីទង្វើរបស់ថៃដែលថាប្រព្រឹត្តខុសក៏ប៉ុន្តែក្នុងពេលជាមួយគ្នានឹងអាយន្តការច្បាប់អីហ្នឹងយើងអត់ប្រើដល់ពេលតែយើងអត់ប្រើយន្តការច្បាប់នេះគឺយើងធ្វើឲ្យយើងមានបញ្ហាបងប្អូនខ្ញុំសូមឆ្លៀតឱកាសនេះអរគុណបងប្អូនយើងដែលកំពុងតាមដានខ្ញុំតាមបណ្ដាញសង្គម Facebook ហើយដែលបានបរិច្ចាគថវិកាជួយខ្ញុំតាមរយៈSuper Thank you នៃតាម YouTube នេះខ្ញុំបានទទួលការជួយឧបត្ថម្ភនេះហើយអរគុណបងប្អូនយ៉ាងជ្រាលជ្រៅគាំទ្រការស្ដាប់ឬក៏តាមដានផ្អែមលៀងមាត់ហ្នឹងហើយនៅឆ្លៀតឱកាសនៅក្នុងការជួយបរិច្ចាគតាមកម្លាំងសទ្ធាទៅទៀតនេះគឺជាការលើកទឹកចិត្តខ្ញុំដ៏ជ្រាលជ្រៅណាស់ហើយរាល់ការដែលបរិច្ចាគរបស់បងប្អូនគឺមានកត់សម្គាល់នៅក្នុងបណ្ដាញ YouTube របស់ខ្ញុំមិនបាត់ទៅណាទេហើយខ្ញុំពិតជាថ្លែងអំណរគុណគាត់ដែលខ្ញុំសូមរក្សាសិទ្ធិមិនប្រកាសឈ្មោះបងប្អូននៅលើបណ្ដាញសង្គមទេព្រោះអីមានបងប្អូនមួយចំនួនធំ
គាត់ថាពេលដែលមានការបរិច្ចាគអីហ្នឹងគាត់អត់ចង់បានឮឈ្មោះឮអីទេកុំឲ្យទី1កុំឲ្យឈ្មោះគាត់នឹងចេញទៅក្រៅព្រោះគាត់មានសមានចិត្តអីអញ្ចឹងខ្ញុំគោរពចឹងដើម្បីជាការគោរពទាំងអស់គឺខ្ញុំនឹងមិនផ្សាយបងប្អូនតាមបណ្ដាញសង្គមទេហើយក៏យល់ថាបងប្អូនក៏មិនឲ្យអំបោះសំណោះដៃអីដែរព្រោះសទ្ធាជ្រះថ្លានេះគឺស្មោះសរចេញពីដួងចិត្តរបស់បងប្អូនសូមឲ្យអំពើបុណ្យនិងកុសលរបស់បងប្អូនដែលធ្វើនេះបានទទួលមគ្គផលតាមកម្លាំងសទ្ធានៃអំពើបុណ្យរបស់បងប្អូនព្រោះខ្ញុំក៏ធ្វើធម្មទានទៅដល់បងប្អូនដទៃទៀតដែរអញ្ចឹងកម្លាំងបុណ្យនេះសង្ឃឹមថាបានផ្ដល់ដល់សេចក្តីសុខគ្រប់ប្រការដល់បងប្អូនទាំងអស់គ្នាដូចជាម្សិលមិញអីមានយាយ4 5នាក់ហ្នឹងគាត់ប្រមូលប្រាក់បានបន្តិចម្នាក់អញ្ចឹងយកមកជួយឧបត្ថម្ភអីខ្ញុំរំភើបមែនតើតាមពិតទៅយើងដឹងហើយថាពួកគាត់ត្រូវការថវិកាដើម្បីជួយដោះស្រាយបញ្ហាជីវភាពគាត់ប៉ុន្តែពួកគាត់ថាមិនអីទេទិញទួចម្នាក់អញ្ចឹងទៅគ្រាន់ជាការភ្ជាប់និស្ស័យខ្ញុំជឿថាទង្វើនេះគឺជាការលើកទឹកចិត្តខ្ញុំមែនតើខ្ញុំមិនដឹងមានអីទៅត្រូវអរគុណអស់បងប្អូនអស់ទេប៉ុន្តែឥឡូវវិលមកវិញគឺតកតងនឹងរឿងនៅពេលដែលអន្តរជាតិគេខកចិត្តនឹងយើងតើយើងចំណេញអីបងប្អូនយើងខាតច្រើនណាស់ឥឡូវយើងកំពុងតែត្រូវការអន្តរជាតិឲ្យជួយយើងរឿងព្រំដែនកម្ពុជាថៃនេះថ្កោលទោសថៃមិនថ្កោលទោសថៃអ្នកណាជួយយើងនៅពេលដែលយើងបំផ្លាញស្ពានបំផ្លាញអីចោលអស់អញ្ចឹងហើយរឿងដ៏សាមញ្ញបំផុតគឺរឿងលោកកឹមសុខាគឺរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតើយើងទៅឲ្យប្រទេសជាតិយើងមានអ្នកណាគេរាប់រយយើងនៅពេលដែលយើងបំផ្លាញវាចោលដូច្នេះឥឡូវនេះខ្ញុំបន្តទៀតព័ត៌មានបន្តទៀតបងប្អូនខ្ញុំខ្លាចផ្អែមបន្លែទៅយូរទៅអានអត់ចប់ព្រោះថ្ងៃនេះខ្ញុំធ្វើការបងប្អូនសួរថាមិនលើខ្លីៗមិនមែនតែ30 40នាទីគួរឲ្យវែងជាងនឹងអរគុណច្រើនណាស់ដែលបងប្អូនជួយចិត្តតែចង់ឲ្យខ្ញុំនិយាយវែងខ្ញុំនិយាយបានទេដោយសារតែខ្ញុំត្រូវធ្វើការហើយចាំសៅរ៍អាទិត្យចាំផ្អែមបន្លែជាមួយគ្នាឥឡូវនេះគឺតកតងនឹងសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាម្ដងយើងកំពុងតែមានបញ្ហាសេរីភាពចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាតាមអង្គការពិភពលោករកឃើញថាស្ថិតក្នុងកម្រិតធ្ងន់ធ្ងរខ្លាំងនៅឡើយបើទោះបីជាឡើងបានពិន្ទុខ្លះក៏ដោយតាមពិតវាជាការគួរឲ្យសាទរដែរកម្ពុជាកម្រណាស់ឡើងពិន្ទុមានបាតតារាងប៉ុន្តែឆ្នាំនេះគឺកម្ពុជាបានឡើងពិន្ទុ10ពិន្ទុបងប្អូនមិនធ្លាប់មានទេហើយខ្ញុំសូមកោតសរសើរដែរថាកម្ពុជាឡើងពិន្ទុបាន10ពិន្ទុព្រោះអីលេខយើងកាលពីឆ្នាំមុនគឺនៅក្នុងចំណោម180ប្រទេសយើងបានលេខ161គឺនៅបាតតារាងជ្រៅហៅលែងឮប៉ុន្តែឥឡូវយើងឡើងបានមកដល់លេខ151បានន័យថា151លើ180បើយើងប្រៀបធៀបទៅគឺវាដូចថាអណ្ដូងដែលជ្រៅទៅក្នុងបាតដាលហ្នឹង180កម្មទៅក្រោមដីទៅណាកាលពីមុនយើងនៅអាកម្ម161គឺជ្រៅមែនតើស្ងថាអស់ខ្យល់អុកស៊ីសែនដកឲ្យទៅហ្នឹងគឺដាច់ខ្យល់ងាប់ហើយតែឥឡូវយើងឡើងបានពីហ្នឹងមកដល់កម្ម151វិញគឺឡើងមកលើអញ្ចេះប៉ុន្តែដើម្បីឲ្យផុតមាត់អណ្ដូងហ្នឹងតើកម្មទី1នៅលើណាតែយ៉ាងណាក៏ចាត់ទុកនិយាយទៅគឺយើងធ្វើមកហ្នឹងគឺដូចថាយករឿងព្រំដែនទីជារឿងលេងសើចហួសថ្លែងបើយើងមើលរឿងប្រព័ន្ធអីបានជាយើងមកទៅនិយាយថាអានឹងជារឿងណែស្អីបងប្អូនជារឿងដុតផាសូមទោសបងប្អូនប្រហែលជាអាចនឹងមានបញ្ហាអ៊ីនធឺណិតហើយដោយសារតែអឺការផ្សាយនេះគឺវាដូចជារអាក់រអួលគាំងបងប្អូននៅអាចស្ដាប់ខ្ញុំបានដែរទេឬក៏យ៉ាងម៉េចព្រោះអីមិញនេះគឺមានប្រហែលជាមានបងប្អូនយើងខលចូលហើយទៅធ្វើឲ្យដាច់មួយកណាត់ដែលខ្ញុំមិនដឹងថាដាច់ពីពេលណាមកទេអញ្ចឹងបើបងប្អូនថានៅស្ដាប់ខ្ញុំឮឬក៏នៅបន្តផ្សាយបានទេខ្ញុំនឹងបន្តផ្សាយទៀតបើអត់ទេគឺខ្ញុំនឹងបិទផ្សាយឡើងវិញព្រោះដោយសារតែមិនចង់ឲ្យនិយាយម្នាក់ឯងទេចាំបងប្អូនដែលកំពុងតែស្ដាប់នៅទីនេះគឺអូខេបងប្អូនថាមើលវិញសូមអធិស្ឋានជួនកាលវាដូចថាមុនហ្នឹងគឺវាមានអ្នកដែលទេចូលមកទៅគឺវារំខានខ្ញុំភ្លេចបិទទូរស័ព្ទខ្ញុំច្រើនពេកតាមបណ្ដាញសង្គម Facebook ហើយដល់ពេលខ្ញុំកំពុងផ្សាយផ្ទាល់ហ្នឹងគឺគាត់កំពុងតែរវល់រឿងតុងទីនគាត់ដែរហ្នឹងវាពិបាកអញ្ចឹងគាត់ផ្ញើសារមកឆ្វេងឆ្វាចមកទេមកនៅក្នុងអាប្រព័ន្ធ Facebook ហ្នឹង
ហើយខ្ញុំមិនដឹងទៅហាមឃាត់យ៉ាងម៉េចបើព្រោះខ្ញុំត្រូវការបើកអា Facebook ហ្នឹងដើម្បីខ្ញុំអាចមើលអាការផ្សាយផ្ទាល់ហ្នឹងអី share អីចឹងដែរដល់ពេលដល់គាត់មកបញ្ញត្តិរឿងតុងទីនក្នុងម៉ោងកំពុងផ្សាយហ្នឹងខ្ញុំអស់ឆ្ងល់ហើយតែធ្វើមិនទេខ្ញុំមិនអាចហាមឃាត់បងប្អូនបានទេធ្វើតាមតាណាទៅហើយចឹងក៏ខ្ញុំសូមអធ្យាស្រ័យដែលមានការរ៉ាក់រអួលឥឡូវខ្ញុំចង់បន្តទៀតរឿងអ្វីដែលដាច់មុននេះគឺតាក់ទងនឹងរឿងថៃខ្ញុំមិនដឹងដាច់ពីពេលណាមកដែរទេគ្រាន់តែថាសង្ខេបបន្តិចព្រោះអីមុននឹងប្រធានបទនេះខ្ញុំបាននិយាយពីរឿងអឺកម្ពុជានិងថៃព្រមព្រៀងគ្នាបើកច្រកប៉ោយប៉ែតមួយផ្លែតដើម្បីផ្ទេរជនអឺ